លេខបងប្អូនអំពីអាការៈខូចតម្រងនោមតើបញ្ហាអ្វីខ្លះដែលធ្វើឲ្យនាងខ្ញុំខូចរហូតដល់ឈានដល់ដំណាក់កាលវះកាត់ចេញចាអញ្ចឹងខ្ញុំនឹងនិយាយបន្តបន្ទាប់ពីដំណើររឿងចាអញ្ចឹងដោយសារតែតម្រងនោមនាងខ្ញុំនេះគឺជាប់គ្នាចាគឺតម្រងនោមមនុស្សភាគច្រើនគឺដាក់ដៃអញ្ចឹងនៅសងខាងឆ្អឹងជំនីចាដល់ខ្ញុំអត់ទេគឺជាប់អញ្ចឹងបងប្អូនចាដល់ជាប់អញ្ចឹងគឺបានន័យថាអាការៈហ្នឹងពីកំណើតគឺតម្រងនោមនាងខ្ញុំជាប់គ្នាចាដល់ជាប់គ្នាទៅអាការៈដែលខ្ញុំឈឺហ្នឹងគឺចុកឆ្អឹងខ្នងខាងស្ដាំដោយសារនាងខ្ញុំខូចវិទ្យាខាងស្ដាំចាអញ្ចឹងជាចុកហើយណាមួយខ្ញុំជាស្រីខ្ញុំគិតថាចុកហ្នឹងគឺដោយសារនាងខ្ញុំមករដូវចាចុកបន្តចុករហូតតាំងពីនាងខ្ញុំមានកំមុកនៅក្រមុំរហូតដល់មានគ្រួសារហើយក៏នៅតែចុកដែរចាប៉ុន្តែខ្ញុំអត់ដឹងថាបញ្ហាហ្នឹងគឺជាបញ្ហាខូចតម្រងនោមទេអញ្ចឹងរយៈពេលខូចតែចុកហ្នឹងគឺយូរដែរចារហូតដល់ខ្ញុំមានគ្រួសារហើយខ្ញុំមានកូនទី1ចាមានកូនទី1ក៏អត់ទាន់មានអាការៈខ្លាំងណាស់ណាដែរអាចនៅធ្វើការបាននៅធ្វើអីបានគ្រាន់ថាមានអារម្មណ៍ថាធ្វើអីទៅឆាប់អស់កម្លាំងហេវហត់ចាដល់រហូតដល់ខ្ញុំមានកូនទី2ចាមានកូនទី2ហ្នឹងគឺអាការៈធ្វើទុកហ្នឹងគឺខ្លាំងចាប់ផ្ដើមហត់អស់កម្លាំងបាក់ដកដង្ហើមខ្លាំងចាហូបអីចឹងទៅអត់សូវមានកម្លាំងតក់ខ្យល់មួយថ្ងៃ2-3ដងក៏មានចាហើយស្ពឹកមុខវើមុខហើយក៏អត់ដឹងថាខ្លួនឯងហ្នឹងខូចតម្រងនោមដែររហូតដល់កូនទី2ហ្នឹងខ្ញុំកាត់សម្រាប់កូនបាន2ខួបជាងចាហើយខ្ញុំក៏ទៅអេកូនៅពេទ្យទី1ហ្នឹងគេអត់ដឹងថាខ្ញុំហ្នឹងកលៀនហ្នឹងខូចទេហើយក៏គាត់ប្រាប់ថាតម្រងនោមហ្នឹងគឺវាខុសពីកំណើតវាអត់ប្រក្រតីដូចគេធម្មតាអញ្ចឹងចាហើយក៏ពេទ្យវិនិច្ឆ័យទៅគឺមិនមែនថាខ្ញុំខូចតម្រងនោមហើយដែរគេឲ្យថ្នាំកាពះពោះវៀនព្រោះអាការៈហ្នឹងគេថាប្របាក់ដកដង្ហើមចុកអីចឹងឲ្យថ្នាំកាពះពោះវៀនគេឲ្យថ្នាំវិតថ្នាំស្លាប់សត្វល្អិតថាមានមេរោគក្នុងកាពះអញ្ចឹងឲ្យលេងហើយក៏មានអាការៈធ្វើទុកលេបហើយជាធ្វើទុកខ្លាំងទៅលេបតាំងពីដើរហាក់រួចរហូតដល់ដើរលេងរួចនៅទៅលើគ្រែក៏សម្រាប់ចិត្តដោពេទ្យមួយទៀតចាទៅដោពេទ្យមួយទៀតគេអេកូទៀតឃើញថាតម្រងនោមនាងខ្ញុំនោះទឹកដក់ចាទឹកដក់ខ្ញុំក៏មិនអស់ចិត្តទេគ្រូពេទ្យនឹងមើលអត់ឃើញអញ្ចឹងក៏ទៅរកពេទ្យមួយទៀតចាពេទ្យមួយទៀតអញ្ចឹងក៏រកឃើញថាតម្រងនោមនាងខ្ញុំទឹកដក់ដែរប៉ុន្តែក៏គេមិនថារហូតដល់ដំណាក់កាលខូចវះចេញទេខ្ញុំក៏ទៅពេទ្យមួយទៀតហ្នឹងក៏រកឃើញថាតម្រងនោមខ្ញុំនឹងមានទឹកដក់ដែរចាគេក៏រុញខ្ញុំឲ្យទៅពេទ្យនៅពេញហើយកាលហ្នឹងក៏អត់ដឹងថាពេទ្យណាព្យាបាលខាងតម្រងនោមឬក៏បំទឹកនឹងដែរក៏សួរពេទ្យថាឲ្យខ្ញុំទៅណាលោកគ្រូចាលោកគ្រូពេទ្យក៏គាត់ថាឲ្យខ្ញុំទៅពេទ្យទីពេទ្យអង្គឌួងទៅចានាងខ្ញុំក៏ទៅពេទ្យអង្គឌួងចាទៅដល់ពេទ្យអង្គឌួងចាគេក៏យកទៅអេកូហើយគេ scan ចា scan លើកទី1អត់ឃើញទេគេ scan លើកទី2ចាក់ថ្នាំចាចាក់ថ្នាំហើយ scan ហើយក៏ដឹងលទ្ធផលហើយគេក៏រុញខ្ញុំទៅពេទ្យនេះវិញទៅពេទ្យព្រះកុសុមៈឬក៏យើងហៅថាពេទ្យលោកសង្ឃហ្នឹងបងប្អូនចាទៅដល់ពេទ្យលោកសង្ឃហ្នឹងគេក៏ជួសជុំអីគេពិនិត្យទឹកនោមគេអេកូគេ scan ចា scan 2ដងចា2ដងដូចគ្នាចា scan ទី1គឺអត់ចាក់ថ្នាំទេ scan លើកទី2ចាក់ថ្នាំចាចាក់ថ្នាំដើម្បីឲ្យច្បាស់ចាហើយ scan លើកទី2ហើយក៏នៅសម្រាប់ពេទ្យរយៈពេល1សប្តាហ៍រហូតដល់ដឹងលទ្ធផលទៅលោកគ្រូពេទ្យក៏ដឹងហើយក៏មកបញ្យល់ពីអាការៈថាមូលហេតុពីតម្រងនោមហើយក៏សួរពីអាការៈនេះខ្ញុំថាដំបងឡើយមិនចាហើយក៏ខ្ញុំបញ្ជាក់ដែរកាលហ្នឹងក៏មានអាការៈឈឺចុកចលកចុកស្មារួយស្មាហើយខ្ញុំអង្គុយបានយូរអង្គុយយូរចុកទៅដែរចាបន្ទាប់មកក៏គាត់បញ្យល់រួចរាល់អស់ទៅក៏សម្រាប់ចិត្តថាត្រូវវះចេញដោយសារតម្រងនោមខ្ញុំហ្នឹងវាដូចខ្ញុំប្រាប់អញ្ចឹងគឺវាជាប់គ្នាអញ្ចឹងដល់អញ្ចឹងវាមកជាហៀងខាងស្ដាំហ្នឹងគឺវាប៉ោងធំចាដូចក្នុង feel ហ្នឹងប៉ុន្តែខ្ញុំដោយសារខ្ញុំដុតចោលហើយចា feel ហ្នឹងគឺប៉ោងធំមិនអាចទុកបានទេហើយក៏បូមទឹកចេញក៏វានៅតែខូចដែរអញ្ចឹងក៏សម្រាប់ចិត្តថាវះចេញចាអញ្ចឹងវះចេញទៅក៏នៅសម្រាប់ព្យាបាលរហូតដល់ជាក៏ពេទ្យអនុញ្ញាតឲ្យមកផ្ទះអញ្ចឹងខ្ញុំបញ្ជាក់ផងដែរថាតម្រងនោមនេះខ្ញុំហ្នឹងគឺរាល់ថ្ងៃហ្នឹងគឺនៅមួយអាចប្រើការបានចាប្រើការបានប៉ុន្តែធម្មតាយើងមានតម្រងនោម2ដល់អញ្ចឹងមានតែមួយវាអត់ដូចមុនទេបងប្អូនចាដោយសពថ្ងៃនេះគាត់ថាធ្វើការអីអត់កើតរស់មានជីវិតរស់មានតែដូចគេដូចឯងប៉ុន្តែធ្វើអត់កើតទេធ្វើបានតិចតួចតាមកម្លាំងហើយជួនថ្ងៃណាក៏មានកម្លាំងថ្ងៃណាក៏អត់កម្លាំងអញ្ចឹងទៅ